ព្រឹកនេះមកផ្ទះថៅកែហៅមកផ្ទះមកហូបអាហារជាមួយគ្នាជុំគ្នានៅផ្ទះរបស់តាកែមកដល់ផ្ទះតាកែឃើញខាងក្រោយផ្ទះតាកែនឹងមានដើមប្រាប់ពុតលំញងដើមធំខ្ពស់ជាងខ្ញុំទៅទៀតតែមើលទៅប្លែកច្រើនអូយច្រើនរួចក៏ព្រួយមកថាតាកែខ្ញុំចង់បានប្រាប់ពុតលំញងនឹងខ្ញុំបេះបានដែរឬអត់គាត់ថាបេះទៅអូនបេះតាមចិត្តបេះតាមស្រឡាញ់ខ្ញុំឃើញក៏បេះងាប់ដៃងាប់ជើងរួចទៅនៅឃើញថាបេះឲ្យច្រើនទៅបើគាត់ទៅតែគាត់ចង់បានឲ្យគាត់យកទៅតែបើគាត់មិនចង់បាននោះខ្ញុំផ្ញើមិនប្រាប់ខ្ញុំខ្លះហើយតកែក៏អានប្រាប់ថាបន្លែក្នុងផ្ទះតកែនឹងឃើញអីញ៉ាំអីចង់អីបេះទៅតកែនៅក៏ដោយមិននៅក៏ដោយគាត់ចិត្តល្អណាស់តកែខ្ញុំចិត្តល្អឲ្យតែឃើញខ្ញុំទៅនោះស្អីក៏ឲ្យដែរហើយថ្ងៃនេះតនេនោះគាត់ឲ្យមកបាយផ្ទះគាត់ជុំគ្នាអូខេបាយហេងអ្នកនរគ្នា